តើមិននឹកស្មានសត្វស្លូតមួយក្បាលកំពុងអោបឆ្កែដើម្បីរួចផុតពីទឹកជំនន់មន្ត្រីអាជ្ញាធរស្ទើរតែមិនជឿភ្នែកខ្លួនឯងនៅពេលដែលបានឃើញសត្វស្លូតកំពុងអោបឆ្កែពូជស៊ីវ៉ាវ៉ាមួយក្បាលអំឡុងពេលមានគ្រោះទឹកជំនន់នៅក្នុងប្រទេសប្រេស៊ីលបន្ទាប់ពីប្រជាពលរដ្ឋត្រូវបានជម្លៀសចេញរួចរាល់អស់មុនពេលទឹកជំនន់ហូរមកដល់សហគមន៍មន្ត្រីនិងអ្នកស្ម័គ្រចិត្តនៅតែបន្តពិនិត្យឆែកឆេរតាមផ្ទះនិងខ្នងប៉ែកខាងក្រោយដើម្បីប្រាកដថាគ្មាននរណាម្នាក់ត្រូវបានគេបោះបង់ចោលឬសល់នៅឡើយស្របពេលជាមួយគ្នានោះដែរស្រាប់តែពួកគេបានឮសំឡេងឆ្កែព្រុសខណៈសំឡេងនោះបាននាំពួកគេទៅកាន់ផ្ទះមួយដែលត្រូវទឹកលិចពាក់កណ្ដាលជាកន្លែងដែលឆ្កែស៊ីវ៉ាវ៉ាតូចមួយក្បាលកំពុងជាប់នៅលើដើមឈើខ្ពស់ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមអ្នកសង្គ្រោះភ្ញាក់ផ្អើលឆ្កែនោះមិនមែននៅតែឯងនោះទេមានសត្វស្លូតមួយក្បាលកំពុងតោងមែកឈើនៅក្បែរវាដោយអោបឆ្កែដែលកំពុងរងាញ័រនោះយ៉ាងណែនហាក់ដូចជាវាដឹងថាទឹកនៅខាងក្រោមគឺមានគ្រោះថ្នាក់ខ្លាំងណាស់ក្រុមអ្នកជួយសង្គ្រោះបានខិតចូលទៅជិតៗដោយប្រយ័ត្នប្រយែងដោយគិតថាផ្លូវចិត្តសត្វទាំងពីរមុខជាស្លឹមស្លោមិនខានផ្ទុយទៅវិញសត្វស្លូតបានលាតដៃចេញហើយបណ្ដោយឲ្យពួកគេពោយកឆ្កែស៊ីវ៉ាវ៉ានោះចេញទៅមុននៅពេលឆ្កែមានសុវត្ថិភាពហើយមន្ត្រីក៏បានព្យាយាមជួយសត្វស្លូតនោះដែរក៏ប៉ុន្តែវាបានវារឡើងទៅលើដើមឈើខ្ពស់ជាងមុនដោយស្ងប់ស្ងាត់និងមិនព្រួយបារម្ភអ្វីឡើយហាក់ដូចជាវានៅរងចាំតែមនុស្សមកជួយសង្គ្រោះឆ្កែនោះតែប៉ុណ្ណោះគ្មាននរណាម្នាក់ដឹងថាសត្វស្លូតនោះទៅដល់ទីនោះដោយរបៀបណាឬហេតុអ្វីបានជាជ្រើសរើសអោបឆ្កែស៊ីវ៉ាវ៉ានោះឆ្លងកាត់ទឹកជំនន់នោះឡើយប៉ុន្តែក្រុមអ្នកជួយសង្គ្រោះបាននិយាយថាមានរឿងមួយដែលច្បាស់លាស់បំផុតសត្វស្លូតនោះមិនចង់ឲ្យគេជួយវាមុនគេឡើយវាចង់ឲ្យគេជួយឆ្កែនោះជាមុនសិន